បងប្អូនទាំងអស់គ្នាមានដឹងអត់មានរបស់7ហ្នឹងជួយសុខភាពថ្លើមរបស់មនុស្សយើងគឺឲ្យល្អមែនតើបងប្អូនដែលស្រឡាញ់ថ្លើមចង់ថែថ្លើមឲ្យមានសុខភាពល្អហ្នឹងកុំរំលងវីដេអូមួយហ្នឹងធ្វើមកចូលស្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាទី1គឺពាក់ព័ន្ធជាមួយនឹងខ្ទឹមសបងប្អូនដឹងហើយខ្ទឹមសគឺជាប្រភេទគ្រឿងទេសម្យ៉ាងដែលមាននៅក្នុងផ្ទះបាយវាមិនត្រឹមតែជាគ្រឿងទេសទេប៉ុន្តែវាជួយទៅដល់សុខភាពរាងកាយរបស់មនុស្សយើងគឺបានល្អមែនតើជាពិសេសពាក់ព័ន្ធជាមួយនឹងថ្លើមរបស់មនុស្សយើងដោយសារនៅក្នុងខ្ទឹមសវាសម្បូរទៅដោយវីតាមីនល្អៗជាច្រើនមែនតើមានដូចជាវីតាមីន C វីតាមីន B6 និងម៉ង់កាណែសដែលវាជួយឲ្យរាងកាយជាពិសេសប្រព័ន្ធភាពស៊ាំរាងកាយរបស់មនុស្សយើងគឺរឹងមាំទី2គឺពាក់ព័ន្ធជាមួយនឹងបន្លែពពុះស្លឹកបៃតងបងប្អូនដឹងហើយពពុះបន្លែស្លឹកបៃតងគឺវាសម្បូរទៅដោយជាតិកាកសរសៃវាប្រឆាំងនឹងការរលាកនៅក្នុងរាងកាយវាជួយទប់ឬក៏ចាប់ជាតិស្ករជាតិខ្លាញ់នៅក្នុងរាងកាយរបស់មនុស្សយើងគឺបានល្អមែនតើអញ្ចឹងរាងកាយរបស់មនុស្សយើងតែកាលណាយើងអត់មានលើសពពុះខ្លាញ់អាក្រក់លើសពពុះស្ករទេថ្លើមបងប្អូនក៏មានសុខភាពល្អតាមនឹងដែរទី3គឺតាក់ទងជាមួយនឹងស្ពៃក្តោបស្ពៃក្តោបគឺវាសម្បូរទៅដោយវីតាមីន K សម្បូរទៅដោយជាតិកាកសរសៃហើយនឹងមានជាតិកាឡូរីទៀតតើតើជាមួយនឹងផ្លែក្រូចបងប្អូនដឹងហើយផ្លែក្រូចគឺជាប្រភេទផ្លែឈើមួយយ៉ាងដែលវាសម្បូរទៅដោយវីតាមីន C ខ្ពស់ដែលវាជួយឲ្យរាងកាយឬក៏ប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងគឺរឹងមាំហើយសុខភាពល្អទី5ផ្លែបឺរនិងគ្រាប់ធញ្ញជាតិជាមួយនឹងផ្លែបឺរគឺវាសម្បូរទៅដោយអំបូរខ្លាញ់ល្អច្រើនដែលវាជួយទ្រទ្រង់រាងកាយប្រយុទ្ធប្រឆាំងនឹងការរលាកហើយវាជួយបង្កើតខ្លាញ់ល្អនៅក្នុងរាងកាយរបស់មនុស្សយើងគឺបានល្អខ្លាំងមែនទែនទី6គឺតាក់ទងជាមួយនឹងកាហ្វេខ្មៅឬក៏កាហ្វេអត់ដាក់ស្ករគឺបងប្អូនញ៉ាំក៏ជួយសុខភាពបានច្រើនដែរទី7ចុងក្រោយគឺតាក់ទងជាមួយរុក្ខជាតិ Alfalfa ដែលវាមាននៅក្នុង Chlorophyll ដែលវាមានអុកស៊ីសែនខ្ពស់វាជួយលាងសម្អាតគីមីជាតិពុលនៅក្នុងរាងកាយជាពិសេសជាតិពុលនៅក្នុងថ្លើមរបស់មនុស្សកុំភ្លេចជួយ share ចែករំលែកវីដេអូនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទទួលដឹងនូវចំណេះដឹងសុខភាពនឹងគ្រប់គ្នា